ក្រុមការងារក្រសួងបរិស្ថានបានចុះទៅពិនិត្យនិងចាត់វិធានការការពារបរិស្ថានបន្ទាន់ករណីទូរថភ្លើងធ្លាក់ផ្លូវបង្កឲ្យលេចធ្លាយប្រេងម៉ាស៊ូតប្រមាណ 30,000 លីត្រពីស៊ីតែនផ្ទុកប្រេងចំនួន 3 នៅភូមិច្រេះឃុំអូតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់ក្រុមការងារក្រសួងបរិស្ថាននៅរសៀលថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2025 បានចុះពិនិត្យនិងចាត់វិធានការទប់ស្កាត់កុំឲ្យសំណល់ប្រេងម៉ាស៊ូតដែលលេចធ្លាយចេញពីទូរថភ្លើងក្រឡាប់ចេញពីផ្លូវរត់នៅចំណុចភូមិច្រេះឃុំអូតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់ដោយមានការចូលរួមពីរដ្ឋបាលខេត្តពោធិ៍សាត់មន្ទីរបរិស្ថានខេត្តមន្ទីរអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរស្រុកបាកានក្រុមការងារបានស្នើឲ្យសមត្ថកិច្ចនិងក្រុមហ៊ុនដឹកជញ្ជូនធ្វើការទប់ស្កាត់ក្នុងជំហានដំបូងគឺទី1មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅប្រមូលសំណល់ប្រេងហូរចេញពីស៊ីតែនរថភ្លើងដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពនិងកាត់បន្ថយវិសាលភាពនៃសាយភាយសំណល់ប្រេងនៅទីតាំងផ្សេងទី2ពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋរស់នៅក្បែរទីតាំងឧបទ្ទវហេតុដែលអាចទទួលរងផលប៉ះពាល់ដល់សុខភាពទី3លើកទំនប់បន្ថែមនៅទីតាំងឧបទ្ទវហេតុដើម្បីការពារនិងទប់ស្កាត់ការសាយភាយសំណល់ប្រេងចូលទៅក្នុងដីស្រែនិងស្រះទឹកប្រជាពលរដ្ឋទី4ក្រុមហ៊ុនត្រូវធ្វើការសម្អាតសំណល់ប្រេងនៅលើដីចំណីផ្លូវរថភ្លើងឲ្យអស់ប្រមូលនិងទុកដាក់សម្ភារៈដែលប្រឡាក់សំណល់ឲ្យបានត្រឹមត្រូវដោយអនុលោមតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពបរិស្ថានទី5ក្រុមការងារជំនាញត្រូវបន្តសហការជាមួយមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យការងារសម្អាតសំណល់ប្រេងដោយបន្តយកសំណាក់ទឹកនៅទីតាំងដែលអាចទទួលរងផលប៉ះពាល់មកវិភាគឯកឧត្តមខ្វាយអតិឆាអនុរដ្ឋលេខាធិការនិងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថាករណីលេចធ្លាយប្រេងចេញពីទូរថភ្លើងបានកាត់ឡើងនាពេលនេះជាលើកទី2ក្នុងរយៈពេលត្រឹមតែ4ខែចុងក្រោយនៃឆ្នាំ2025ករណីទី1បានកាត់ឡើងនៅក្នុងសង្កាត់រុនតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបងនាថ្ងៃទី16ខែសីហាឆ្នាំ2025ការស្ដារបរិស្ថានទប់ស្កាត់ការបំពុលបរិស្ថានត្រូវចំណាយពេលយូរប្រើពេលរហូតដល់ទៅ3ខែទើបអាចរៀបចំឲ្យមានភាពស្អាតឡើងវិញនិងទប់ស្កាត់ការប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋដោយឡែកករណីលើកទី2នេះបណ្ដាលឲ្យធ្លាក់ចំនួន4ទូក្នុងនោះក្រឡាប់ចេញលេចធ្លាយប្រេងមកក្រៅអ្នកនាំពាក្យរុកនេះបានបញ្ជាក់ថាដោយសំណល់ប្រេងភាគច្រើនបានស្ថិតនៅលើទីតាំងដីចំណីផ្លូវរថភ្លើងដែលទំហំ 6,000 ម៉ែត្រការ៉េ